មេបញ្ជាការកងម៉ារីនថៃត្រូវបានដកតំណែងដោយសារឆ្លោះជាមួយមន្ត្រីការទូតនិងទាហានកម្ពុជានៅច្រកថ្មដាកាសែតខោស៊ូតរបស់ថៃបានផ្សាយនៅរសៀលថ្ងៃទី31ខែមីនានេះដោយបញ្ជាក់ថាលោកថាមម៉ានូនវ៉ាណាមេបញ្ជាការកងម៉ារីនត្រាតត្រូវបានថ្នាក់លើដកតំណែងហើយដោយសារប្រើពាក្យសម្ដីនិងចរិតច្រងៀងច្រងាងគំរាមកំហែងទៅដល់បណ្ដាអង្គទូតនិងទាហានរបស់កម្ពុជារួចមកលោកឧត្តមនាវីឯកអភិឆាតត្រាប្រាសើតមេបញ្ជាការកងម៉ារីនភូមិន្ទថៃនិងជាមេបញ្ជាការការពារព្រំដែនខេត្តចាន់បុរីនិងត្រាតបានសម្រេចផ្ទេរតំណែងលោកថាម៉ានូនឲ្យទៅកាន់ផ្នែកសកម្មភាពមានមនុស្សធម៌វិញក្រៅពីមេបញ្ជាការខាងលើក៏មានកូនទាហាន17រូបផ្សេងទៀតត្រូវបានផ្ទេរតំណែងដូចគ្នាគូបញ្ជាក់ថារយៈពេល2ទៅ3ថ្ងៃបន្តគ្នានេះកងកម្លាំងជើងទឹកថៃជាច្រើនអ្នកប្រដាប់ដោយកាំភ្លើងវែងខ្លីបានឆ្លោះប្រកែកប្រើពាក្យសម្ដីមិនសមរម្យជាមួយនឹងទាហានកម្ពុជានៅចំណុចទូកុងតឺន័រដែលមានដាក់ទង់ជាតិថៃដែលទាហានថៃឈ្លានពានរំលោភយកទឹកដីកម្ពុជានៅច្រកថ្មដាខេត្តពោធិ៍សាត់លុះពេលមន្ត្រីអង្គទូតរបស់កម្ពុជាប្រមាណ20ប្រទេសចុះទៅពិនិត្យផ្ទាល់ដល់ទីតាំងនោះម្ដងទៀតក៏ត្រូវបានទាហានថៃបន្តស្រ័យសម្លុតគំរាមកំហែងនិងប្រើពាក្យសម្ដីមើលងាយហើយបណ្ដេញមន្ត្រីទូតចេញពីទីតាំងនោះយ៉ាងអសិលធម៌ជាទីបំផុត